បាទអរគុណច្រើនប្រិមិត្តជាទីគោរពដែលកំពុងតែតាមដានស្ដាប់ពីស្ថានីយ៍វិទ្យុ ABC ឥឡូវយើងសូមទៅអានខមមិនសិនហើយបន្តិចទៀតយើងមានព័ត៌មានពិសេសពោលយើងណាបាទអញ្ចឹងកុំភ្លេចបបោយើងចាប់ពីម៉ោង 2 ដល់ម៉ោង 5 ថ្ងៃនេះជួបសាលាហើយមានគីឡូមានឡាំយ៉មានកញ្ញាតៃអីជាដើមណាបាទឥឡូវយើងសូមទៅខមមិនបាទនៅថ្ងៃពីប្រិមិត្តរបស់យើងនេះនៅក្នុងវីដេអូដែលសាលាឃើញរៀងខមមិនច្រើនពុំសំមិញយើងផុសពាក់ព័ន្ធធ្វើរឿងថាក្បាច់បោកថ្មីច្រើនណាស់បងប្អូនណាហើយឃើញលេខនេះខលមកកុំលើកដាច់ខាតហើយក៏មានប្រិមិត្តគាត់ចូលខមមិនច្រើនណាស់ដូចបងវ៉ានីចូលនេះគាត់ថាខ្ញុំខលមករហូតជួនកាលមួយថ្ងៃ10 ដងយេបាទណាបងអ្នកស្មីយានគាត់ថាខ្ញុំបានលើកលេខហ្នឹងហើយតែខ្ញុំអត់បានប្រើ Telegram អញ្ចឹងមានបញ្ហាអីអត់បាទដូចអីណាបាទហ្នឹងហើយមួយទៀតនោះមាន15 17ទៀតដល់បងហើយបងគុណង៉ែតហ្នឹងគាត់ថាខ្ញុំក៏ធ្លាប់ជួបអស់ហើយខលមកថាត្រូវរង្វាន់$10000តែឲ្យផ្សាយលុយពាក្យវាមួយចំនួនសិនហើយមួយទៀតវាឆាតមកតាម Telegram សុំលេខកូដបាទវាហែកយក Telegram យើងបងប្អូនហ្នឹងហើយច្រើនមែនតើបងប្អូនយើងករណីបោកថ្មីនេះតោះអរគុណឥឡូវយើងសូមទទួលបងអូនស្រីណាចាបាទបានអ្វីដែលគាត់តាក់ទងមកកាន់ ABC អភិនិហាប្រសិទ្ធបើកើតមានឡើងនៅក្នុងវិទ្យុ ABC រយៈពេល34ឆ្នាំដែលអត់ទេមកខ្ញុំធ្វើអញ្ចឹងតាមពុទ្ធសាសនាតែខ្ញុំឮតែគេបាយឪពុកបាញ់ម្ដាយខ្ញុំមានអារម្មណ៍ថាវាខ្វះភាពកក់ក្ដៅតាមពីដើមប្រិមិត្ត ABC ហើយតទៅពេលយើងទៅរស់នៅខាងក្នុងប្រទេសយើងបែកមកតង់ហើយត្រូវសាលាដល់ពេលទៅរស់នៅខាងក្រៅប្រទេសទៀតយើងត្រូវបែកមកតង់ទៀតនេះលេខបងអូនស្រីទេមកពីណាការ៉េបូក82បាទតែគាត់ប្រាប់ថាទឹកចិត្តគាត់ដែលគណៈពេលនេះដែលគាត់នឹកឃើញនៅ ABCគាត់ចង់ដឹងពីឪពុករបស់គាត់ចង់ទទួលកូនស្រីម្នាក់នឹងទៅវិញអត់ព្រោះមួយឆ្នាំទៀតដូចជាគាត់ត្រូវមកខ្មែរមានរូបគាត់រូបអីដែរទេតែគាត់សូមបញ្ជាក់បន្តិចគាត់មានរូបប៉ាគាត់ទេណាប៉ុន្តែគាត់ចង់និយាយពីប្រវត្តិដែលប៉ារបស់គាត់អាចនឹងចាប់បានហើយសូមជួយរកអីដែលជាម្នាក់ណាទៀតបាទតោះយើងមកសូមជួបគាត់តែម្ដងណាបាទអាឡូជំរាបសួរបងអូនស្រីលៀងឆេងបាទបងអូនស្រីលៀងឆេងអូនតាក់ទៅមកពីខាងកូរ៉េខាងត្បូងអូនណាចាបងចាបាទហ្នឹងហើយពីខាងប្រទេសកូរ៉េខាងត្បូងបាទហ្នឹងហើយឈ្មោះលៀងឆេងអាយុប៉ុន្មានហើយអូនអាឡូខ្ញុំ33អូអាយុ33ឆ្នាំបាទហ្នឹងហើយតោះឥឡូវសូមអញ្ជើញអូនថាប្រកាសរើឪពុកណានិយាយពីដំណើរដំបូងមកអូនសូមអញ្ជើញអញកាយភ្លេងស្អីខ្ញុំដំណើរដំបូងនិយាយទៅពីអត់ទៅច្បាស់ពីបងឈ្មោះខ្ញុំអត់ស្គាល់គាត់ព្រោះថាម្ដាយខ្ញុំក៏អត់ប្រាប់ទេមិនដឹងថាគាត់ពេលនោះគាត់មានរឿងអីឈ្មោះគ្នាចឹងណាបងបាទគាត់ឈ្មោះគ្នាពេលនោះគាត់នៅបីខ្លួនបាយឲ្យឡើយទេគាត់នៅពេញប៉ុន្តែដែលខ្ញុំម្ដាយគាត់ប្រាប់ច្បាស់នោះគឺពេលនោះតាគាត់ធ្វើខាងជាងនេះទូនេះព្រិលបានអត់ធ្វើខាងជាងនេះហើយពេលនោះគាត់ឈ្មោះគ្នាមកម្ដាយខ្ញុំហ្នឹងគាត់មើលទៅស្រុកអត់ទៅអូគឺនិយាយទៅខ្ញុំគាត់រឿងអីទៀតតែបងគ្រាន់តែថាបើខ្ញុំបានទៅគាត់ខ្ញុំចង់ជួបគាត់និយាយទៅព្រោះថាអត់មានភាពកក់ក្ដៅពីម្ដាយហើយឪពុកក៏ដែរទេបងចុះឈ្មោះអនឯងឈ្មោះលៀងឆេងហ្នឹងឈ្មោះតាំងពីកំណើតហ្មងមិនមែនឬក៏មិនខ្ញុំមកខ្ញុំចូលកម្មវិធីអត់ទេបងអត់ទេព្រោះថាម្ដាយខ្ញុំគាត់យកឲ្យខ្ញុំទៅនៅជាមួយអ្នកផ្សេងទៀតដល់យកឲ្យខ្ញុំឲ្យគេខ្ញុំពេលនោះម្ដាយអនឯងយកអនឯងឲ្យណាគេអូនខ្ញុំនឹកខ្ញុំនៅមួយម៉ាក់អញ្ចឹងរយៈពេល10ឆ្នាំខ្ញុំចេញមកប្រទេសកូរ៉េបងអូពេលហ្នឹងម៉ាក់អនឯងឲ្យទៅម្ដាយចិញ្ចឹមហ្នឹងហើយរស់នៅ7 10ឆ្នាំអញ្ចឹងពេលនោះអនឯងឈ្មោះលៀងឆេងហ្នឹងតាំងពីតូចហ្នឹងណាជួយអនឯងទៅធ្វើការនៅកូរ៉េហ្នឹងប៉ុន្មានឆ្នាំហើយនៅជាមួយម៉ាក់កើតខ្ញុំមិនដឹងឈ្មោះអីទេតែខ្ញុំដឹងក្តីត្រឹមនៅជាមួយម៉ាក់អញ្ចឹងខ្ញុំចាំបានតែពីឈ្មោះនៅផ្ទះម៉ាក់អញ្ចឹងឈ្មោះលៀងឆេងហ្នឹងអូយល់ហើយហើយទាំងហើយតែម៉ាក់ចិញ្ចឹមអនឯងគាត់ចិត្តល្អចិត្តអីគឺគាត់ប្រាប់ថាអនឯងជាកូនចិញ្ចឹមអីមានប៉ាម៉ាក់ប៉ុន្តែពេលហ្នឹងកាលនៅខ្មែរហ្នឹងអនឯងគាត់ដើររើគាត់ឬក៏មិនដែរអត់ដែរដើររើទេបងព្រោះថាខាងម៉ាក់ចិញ្ចឹមខ្ញុំហ្នឹងគាត់អត់ចង់ឲ្យស្គាល់ខាងឡោះអីចឹងណាបងបានហើយចុះអូនឯងទៅធ្វើការនៅកូរ៉េហ្នឹងប៉ុន្មានឆ្នាំហើយអូនពងសួរគេអត់ទេបងខ្ញុំអត់មកធ្វើការនៅខាងកូរ៉េផងខ្ញុំមកខាងអីក៏មានគ្រូការចឹងណាបងអូឯងមានប្តីទៅនៅកូរ៉េហ្នឹងហ្មងចឹងណាខ្ញុំមានកូនឡើង
anh miên con nó buồn đập nào mày bông đấy គាត់ទៅនៅយូរអញ្ចឹង តែស្អាតនេះមានរូបគាត់ចាប់ដាក់រូបគាត់ទេlàm giònនេះគាត់ផ្ញើរូបមកអូនឯងចាំផ្ញើរូបដែលពាក់ព័ន្ធជាមួយនឹងអូនឯងមានប្រមាណសន្លឹកមានអីហ្នឹងគឺមកទាំងអស់មកអូនតាំងពីនៅតូចតាំងពីនៅអីហ្នឹងជួនអ្នកនៅកូរ៉េស្អាតស្អាតណាមើលមុខគាត់នេះ không anh chia sẻ bông nhưng mà miên thì គេនឹងកូនគេប៉ុណ្ណឹង của tha thì nó cũng đi đúng tới giọt miên từ bọn nó là bọn អូ ចាំឈ្មោះម៉ាក់ចាំអត់ ទៅចូលមកអញ្ចឹងអូនឯងឈ្មោះអីដែរអូន ô con khang nông anh chia sẻ bông khang nông kì vì luôn tới anh nông ôn vậy tích chắc một quạt đặt ban lư và hai vị quạt không nhau mấy bông nơi của tha vậy tới đường mau nơi chọc kê cà phê nhau lôi tới nhận te ấy cái tay nghĩ tha mẹ thêm cái dân làm dư nhưng từ từ ăn thôi mà ngập bông mắm lôi thì khưa thôi thì cả chào tiền តែទូមិនហ្នឹងឯងចឹងអូនឯងអត់ចឹងអត់និយាយពាក់ព័ន្ធជាមួយនៅពុកម្ដាយចាំអីចឹងហ៎ con cha nhưng ở trong ta xem khang năm thì អូបាទហ្នឹងហើយគាត់ប្រកាសរើតាពុកប្រកាសរបស់គាត់ទេចឹងឪពុកប្រកាសបានឲ្យឈ្មោះអីដែរអូនចាំឈ្មោះហេ nhưng mà chặt vì đúng nhóm chua mà đây nhưng còn ấp tập nhóm tê hay nhóm trong xoay đó qua tên tập tập nhóm thà chặt tập thàm nước nâng ngọt mặt từ ấp đàm em nhưng mà đang theo quạt bên tận hại từ ngồi kia cái con toàn thà nhưng trong quạt hẹp nhóm của thú và nhóm thà và tục nhóm quạt ban nữ và hay chỉ quạt trong ba này đây thì quạt vô kia năng đừng phanh ngon hơi quạt chiên mía ជាងមាស បើទីធ្វើមាសគេយកលុយមិនដាច់មកណាបង អាចស្មាតទោះអូនបើយើងគិតថាបែបវិជ្ជមានបែបនេះ ឈ្មោះម្ដាយខ្ញុំឈ្មោះស្រៀមប្រហែលជាប៉ាលឺ ស្រៀមចុះម្ដាយឯងពេលហ្នឹងគាត់ធ្វើការអីគេមានចាំហ៎ ស្រៀមអត់ធ្វើការអីទេបងឈ្មោះសយស្រៀមម្ដាយ សយស្រៀង អត់មានរូបទេគាត់អត់មានរូបផងសយស្រៀង ចុះម្ដាយមកដល់ឥឡូវអាយុម៉េច ម្ដាយប្រហែលជា ស្រៀម ស្រៀម ឥឡូវម្ដាយខ្ញុំអាយុ57បង57 អូក្មេងហ្នឹងម្ដាយគាត់អាយុប្រហែលខ្ទង់57ហ្នឹងបណ្ដាឥឡូវចុះឪពុកអាយុប្រហែលប៉ុន្មានអូន ខ្ញុំអត់ដឹងទេបង អូ អាចថាគាត់អាយុបងឬក៏ អាចថាអាយុសកលម៉ានឯងដែរឬក៏មិន មើលខ្ញុំតាមខ្ញុំគិតខែប្រហែលគ្នាទេ តែដឹងតែពេលហ្នឹងប៉ាណៃជាងមាសតែក៏មិនដឹងថានៅផ្សារណាដែរ ដឹងទៅនៅពេញ ចាគាត់ខ្ញុំចង់ចាប់ចំណុចសំខាន់នោះបាទខ្ញុំអត់ជួបគាត់ខ្ញុំអត់ចង់បានអីពីគាត់ទេបងព្រោះរាល់ថ្ងៃខ្ញុំមានគ្រប់គ្រាន់ហើយខ្ញុំចង់ថាឃើញគាត់និយាយរួមទៅទឹកចិត្តជាកូនម្នាក់មានលុយមានអីហើយចង់នាំមកទុកញ៉ាំបាយឯជាមួយគ្នាឲ្យបានម្ដងបងមកសាក់ជីវិតនេះណាខ្ញុំចង់បានតែប៉ុណ្្នឹងទេបង ចា ខ្ញុំអត់មាន ដាច់ នៅកូរ៉េ ចា ហៅឡូដាច់ឪពុកយើងសូមអធិស្ឋានណា យើងតាម Telegram មែន អត់ទេនៅនឹងមាន Telegram ទេ ចុះនេះក៏ផ្ញើទៅណា ក៏ផ្ញើតាម Facebook ទេ តាម Facebook ហើយតាមលេខទូរស័ព្ទអញ្ចឹងចុះរឿងឪពុកម្ដាយចិញ្ចឹមម្ដាយអត់ចង់និយាយខ្លះនោះដោយសារមិនរលោបើសិនតែយើងគិតវិជ្ជមានដូចបងនិយាយអញ្ចឹងរលោគាត់គិតថាដល់តែយើងពេលធំដឹងក្តីឥឡូវយើងនិយាយពីអាម៉ាត់ទៅថាពេលយើងដោះស្លាប់ដល់ហើយរលោគាត់មានអារម្មណ៍ថាអន់ចិត្តខ្លាចយើងចោលគាត់ឬក៏មិនអីអញ្ចឹងក៏មិនអូន អត់ទេបើថាខ្ញុំដោះស្លាប់ខ្ញុំអត់ដោះស្លាប់ទេបងខ្ញុំអត់និយាយរួមទៅខ្ញុំអត់ដែលថាខ្ញុំមានហើយខ្ញុំបោះបង់ពួកគាត់ចោលទេគ្រាន់តែថារឿងវាមានតាក់ទងគ្នាបញ្ហាតិចតួចនឹងខ្ញុំមានបញ្ហាគ្រួសារកូរ៉េទៅខ្ញុំបែកបាក់គ្នាខ្ញុំមកយកមានគ្រួសារក្រោយជនជាតិខ្មែរយើងដូចគ្នាអញ្ចឹងណាបងដល់ពេលអញ្ចឹងខាងគាត់អត់ទៅពេញចិត្តខាងប្តីខ្ញុំស្ងាយនេះតែខ្ញុំមានរឿងតិចតួចហើយនិយាយរួមទៅរឿងវាខ្ញុំនិយាយទៅខ្ញុំនិយាយចឹងខាងគាត់គឺគេខាងចិនខាងម៉ាក់ខ្ញុំខ្ញុំហ្នឹងណាគាត់ឲ្យខ្ញុំដឹកគាត់ដែរមួយខ្ញុំខលទៅគាត់អត់ចង់និយាយមកខ្ញុំតែខ្ញុំអត់ចង់និយាយឲ្យគាត់ដល់គាត់ទេបង ចាយកប្រហែលជាគាត់អាចនឹងមានរឿងក្នុងចិត្តដែលអាចនិយាយបានចឹង តែគាត់ថាយើងនៅតាក់ទងគ្នាទេប៉ុន្តែគាត់ថាដូចមិនសូវស្និទ្ធស្នាលដូចមុនអញ្ចឹងណោះ
ខ្ញុំចង់តាក់ទងគាត់តែគាត់អត់តាក់ទងមួយខ្ញុំទេគាត់អត់និយាយមួយខ្ញុំទេបងហើយបើឲ្យតែសួរពាក់ព័ន្ធជាមួយរឿងថាឪពុកម្កាយប្តីប្រកាសមុននោះគាត់ខំឆាលនេះហ្មងចាគឺគាត់អត់ចង់ឲ្យតាក់ទងខាងនោះប៉ុន្តែខ្ញុំចិត្តនិយាយរួមនេះនិយាយចាប់កម្មវិធីចាខ្ញុំស្រែកក្បាច់ហៅបងខ្ញុំចិត្តពុកម្ដាយកូនពីឲ្យចិត្តចង់ជួបតបាដែរដល់តែអញ្ចឹងក៏ពិតសាលាជឿថាឪពុកម្ដាយចិញ្ចឹមហ្នឹងគឺគាត់ដឹងព័ត៌មានហ្នឹងហ្មងតែគាត់ណាគាត់លាក់គាត់អត់ព្រមប្រាប់ដល់អញ្ចឹងធ្វើមិនទៅពួកយើងប្រកាសលក្ខណៈថាបែបព្រាវអញ្ចឹងស្មាតទៅឯងនិយាយអញ្ចឹងក៏យូរឆ្នាំហើយបងបើតាមដែលខ្ញុំដឹងម៉ាក់អញ្ចឹងខ្ញុំគាត់អត់ដឹងព័ត៌មានខាងឪពុកខ្ញុំទេបើដឹងខាងព័ត៌មានតែម្ដាយខ្ញុំតែគាត់យកកូនមកឲ្យនៅជាមួយគាត់អញ្ចឹងណាតែម្ដាយគាត់អត់ព្រមប្រាប់ផងហ្នឹងឪពុកខ្ញុំព្រោះខាងម្ដាយខ្ញុំគាត់អត់ប្រាប់ខ្ញុំទេបងនិយាយទៅខ្ញុំមិនដឹងថាគាត់ពេលនោះរឿងអីទេគាត់ថាគាត់បីខ្ញុំរត់ចេញពីពេញទៅដល់អញ្ចឹងពិបាកដែរណោះយើងក៏មិនដឹងថាអត់ចឹងណាបងបាទតែនឹងបងប្រកាសពេលនោះគាត់ម្ដាយខ្ញុំមានបញ្ហាមួយគាត់បីកូនរត់ចេញពីទួលពីពេញហ្នឹងទៅស្រុកវិញចឹងណាគាត់តែប្រាប់ណែនាំតែប៉ុណ្្នឹងហើយនឹងឈ្មោះម្ដាយឈ្មោះតយស្រៀងតែប៉ុណ្្នឹងទៅបើគាត់មិនគាត់អាចយល់ហើយគាត់អាចដឹងចឹងណាបងបាទមេរូក៏ទៀតឡើងចង់ចាំសាលាបោះទៅនឹងហើយចុះអូនឯងនៅកូរ៉េនោះទៅធ្វើការឬក៏យើងឥឡូវបានសញ្ជាតិបានអីនៅនឹងហើយចាបងបានអស់ហើយខ្ញុំដឹងគាត់ធ្វើមិនទៅមានអីចឹងណាបងប៉ុន្តែត្រូវតាមខ្ញុំប្រកាសរហ្នឹងគីឡូខ្ញុំរកគាត់បានជួបឆាប់ព្រោះថាខែក្រោយខ្ញុំទៅខ្មែរចឹងណាបងបើសិនជាអាចទេពេលខែក្រោយអញមកខ្មែរហ្នឹងអាចមកវិទ្យុ ABC ផ្ទាល់បានទេលោកបើមានពេលអីចឹងសាកមក live ផ្ទាល់ទៀតទៅអានឹងលោកកាន់តែបងបើខ្ញុំមានពេលខ្ញុំអាចឈៀងទៅបានប៉ុន្តែគ្រាន់តែថាខ្ញុំទៅខ្ញុំត្រូវទៅអស់ស្អីរឿងច្រើនបងហ្នឹងអត់អីទេអីខ្ញុំទៅឡើងបងរកការងារច្រើនហើយខ្ញុំទៅកែបានតែ2សប្តាហ៍ទេបងហ្នឹងហើយបើសិនជាមានពេលក៏ឆ្លៀតមកបានក៏មកទៅបើអត់អាហ្នឹងគាត់អីដែរចង់និយាយថាចង់ឲ្យមកផ្ទាល់អញ្ចឹងលោកមកផ្ទាល់យើងបាននិយាយមួយគ្នាចិត្តអីចឹងទៅសម្ភារគាត់បានឃើញមុខឃើញអីអានេះវាកាន់តែល្អអញ្ចឹងណាចាបងចាបាទហ្នឹងហើយអញ្ចឹងឯងបាននិយាយបងយកថតជាមួយម្ដាយខ្ញុំមកស្លាប់ទេបងយើនេះផ្ញើមកលើមកលោកប៉ាគាត់ឃើញមុខរូបជាមួយម៉ាក់បកើតមែនឃើញមុខម៉ែហ្នឹងទៅខ្ញុំពេលនោះហុកខ្ញុំការបងពេលខ្ញុំការខ្ញុំបានជួបគាត់អញ្ចឹងជួបម៉ែអញ្ចឹងហ្នឹងហើយផ្ញើចាំបើឥឡូវមកអូនផ្ញើមកឥឡូវមកចាបាទហ្នឹងហើយចាំដាក់រូបមួយទៀតប្រិមិត្តបើយើងបាទចាំមើលមកបន្តិចរូបគាត់គាត់នៅខ្មែរបងប្អូនបាទហ្នឹងហើយអើយព្រោះនេះគឺដូចយើងនិយាយទឹកចិត្តជាកូននឹកនេះគាត់មានប្តីមានអីមួយចេះទៀតសូឡាអាចគាត់ពេលដែលមានបានហើយចង់ជួបហ្នឹងហើយចង់ជួបចង់ជួយគ្រួសារបាទពុកម្ដាយគាត់នៅក្មេងហ្នឹងទៅមហាជាងហ្នឹងបងប្អូនយើងម្ដាយគាត់ទៅមហា7ហ្នឹងនៅក្មេងៗហ្នឹងឥឡូវចាំបន្តិចបងចាំបន្តិចវាស៊ីដែរធម្មតាបានខែសាច់មកហ្នឹងហើយឥឡូវចាំបន្តិចឥឡូវផ្ញើរូបមកនៅអូនអត់ទាន់ឃើញលោតរូបបងខ្ញុំរកបន្តិចរូបវាច្រើនណាហ្នឹងហើយប្រិមិត្តបើយើងអញ្ចឹងបើសិនជានេះប្រិមិត្តដែលកំពុងតែស្ដាប់ Visual ABC ណាដូចនិយាយអញ្ចឹងបើសិនជាមានគេហៅថាអភិនិហាមែនណាបងប្អូនយើងអញ្ចឹងបាទបដាយរបស់គាត់ម្ដាយរបស់គាត់គឺឈ្មោះថាស្រួយស្រៀងមានប្តីជាងមាសហ្នឹងហើយបងស្រីហៅបងស្រីមកបងស្រីឥឡូវគាត់អាយុ33ឆ្នាំហើយគាត់ឈ្មោះឆេងណាលៀងឆេងបាទនៅខាងកូរ៉េខាងត្បូងនៅខាងកូរ៉េប្រទេសកូរ៉េបាទតែគាត់ទៅមានប្តីមានអីនៅហ្នឹងប្រិមិត្តរបស់យើងបាទហ្នឹងហើយឥឡូវហ្នឹងគឺដូចបញ្ជាក់ជូនអញ្ចឹងគឺគាត់នឹកឪពុកម្ដាយបង្កើតរបស់គាត់ក៏ពិតដោយសាលាជឿអញ្ចឹងថាម្ដាយចិញ្ចឹមរបស់គាត់ក្រោយហ្នឹងគាត់ដឹងព័ត៌មានថាអត់ប្រាប់
គាត់ប្រាប់អូទៅបីជាគិតមិនក៏ដោយមើលទៅចង់និយាយថាស្មាតទោសឥឡូវបើយើងនិយាយបែបអាក្រក់ណាយើងមិនដឹងថារឿងគ្រួសារគាត់មិនទេតែបើយើងនិយាយបែបអាក្រក់ចេះយើងប្រឹងចាំហីហើយកូននឹងដល់ពេលធំទៅគេមិនដឹងយើងក៏គិតថាទៅយើងទៅនេះអីទៅមិនក៏ត្រូវប្រាប់ព័ត៌មានដល់អញ្ចឹងវេទនាណាបងប្អូន គាត់នៅមានបន្ទើក្នុងចិត្តថាអ្នកណាជាឪពុកសាលាវាធ្វើអត់ចាញ់ណាមនុស្សតែនតើក៏ប៉ិតដឹងតែសាលាជឿថាម្ដាយអញ្ចឹងនឹងក៏ដឹងទាំងអស់តែក៏អត់ព្រមប្រាប់វាមានតែស្អីបងប្អូនហើយសាលាមិននិយាយទេបើថាចិត្តជាមនុស្សស្រីសាលាឃើញកូនចាំដែរចាំកូនចាំគូចិត្តបានជើងកូនបកៅទៀតគាត់ស្រឡាញ់ម្ដាយស្រឡាញ់នេះគាត់មិនចោលទេសាលាជឿថាទោះបីជាគាត់រើម្ដាយឬឪពុករបស់គាត់ឃើញគាត់សាលាជឿថាមិនចោលដែរអញ្ចឹងក៏គួរតែប្រាប់ទៅណោះអូលាក់ដល់អញ្ចឹងមែនថាតែនតើបងប្អូនហើយគាត់នៅមានបន្ទើក្នុងចិត្តណាអូយឪពុកគាត់នៅរស់វាចង់និយាយថាជីវិតយើងមនុស្សមួយថ្ងៃវាអត់ទៀងណាបងប្អូនវាថាជួបឪពុកម្ដាយទោះមិនក្តៅតែឥឡូវបើសិនជួយថតថាយើងមិនមែនទៅនិយាយអាក្រក់ដាក់ធានាគាត់អីមិនទេថាក៏ពិតគាត់នៅរស់ទេតែដល់សប្តាហ៍មិនគាត់លាក់ព័ត៌មានដល់រកទៅអត់ដឹងការពិតថាគាត់មានបញ្ហាអីមិនទៅអាហ្នឹងមានវិបដិសារីណាទេដល់អញ្ចឹងដូចឯណាមានរូបមកណាអូនលោកក៏ឃើញផ្ញើមកតើហៅឡូមួយណាស្លៀកបងឃើញហ៎បងឃើញម្ដាយចាំមួយណាឈូទៅអាយប្រផេះអាយរៀងម្ដាយបកាគេបងម្ដាយបកាចុះពេលនឹងបានរូបម្ដាយមកកើតមកពីណាអត់ទេម្ដាយខ្ញុំស្គាល់ម្ដាយបកាខ្ញុំតែរងថ្ងៃបងអូអញ្ចឹងម្ដាយមកកើតស្គាល់តែអត់តែឪពុកមែនចាបងចាអញ្ចឹងចុះអូនឯងនិយាយមិញណាម្ដាយបកាតគាត់លាក់ព័ត៌មានដែរឬក៏មិនអូហ្នឹងហើយគាត់លាក់បងគាត់លាក់ម្ដាយបកាតខ្ញុំគាត់លាក់មកពីពេលហ្នឹងលែងគ្នាមែនអូនម្ដាយគេមកគេស្គាល់គ្នាមិនអត់ចាំមកខ្ញុំនិយាយប្រាប់ម្ដងទៀតបងពេលហ្នឹងម្ដាយខ្ញុំនឹងឪពុកខ្ញុំគាត់អត់បានការគ្នាទេគាត់ឆ្លាញ់គ្នាយកគ្នាជួយផ្ទះនៅក្នុងពេញគាត់យកគ្នាបានខ្ញុំមួយបានហើយបញ្ហាមួយគ្នាម្ដាយខ្ញុំហ្នឹងទៅប៉ាគាត់ទៅធ្វើជាលៀសបាត់ទៅគាត់ទៅយកខ្ញុំទៅរកនៅស្រុកតាំងពីនោះគឺគាត់អត់មានតំណែងតំណងជាមួយគ្នាទេបងឥឡូវដាច់តំណែងសុំលេខម្ដាយរបស់បងបានទេម្ដាយបកើតបើទេទៅមិនដែរលេខម៉ែទៅខ្ញុំដឹងគាត់និយាយជាមួយបងទៅអត់ខ្ញុំអត់ដឹងទេព្រោះថាបាយគាត់ឈប់សិនម្ដាយខ្ញុំគាត់ខ្ញុំម្ដាយខ្ញុំនិយាយអត់បងខ្ញុំជុំគាត់មកគាត់ឲ្យគាត់និយាយប្រាប់រឿងឲ្យខ្ញុំទៅរកតាគាត់ក៏អត់យកដែរបងបាទឥឡូវចាំតិចសិនបងសុំទទួលការបន្ទាន់សិនមកកញ្ញាតៃទៅចាប់បន្ថែមពីខាងគេតែមុំដូឌវីពីខាងបងវិចដែលគាត់តាក់តមកកាន់ ABC ណាពេទ្យមួយបងមកលន់នឹងផ្ទះមកផ្លូវទៅព្រៃសបងសាចការដងបាត់ស្ដាំដៃមកបងសាស្ត្រាបន ABC ជួយហៅឡានពេទ្យមួយបងគាត់បុកជិះម៉ូតូបុកគូតឡានគេបងគេបត់ចូលនឹងផ្លូវខាងអញ្ចឹងបងផ្លូវទៅព្រៃសបងណាមកលន់នេះគាត់បាយយកមកទុះមកឥឡូវស្លាប់នៅកណ្ដាលខ្នល់បងឡានពេទ្យមួយបងបាទបងគ្រូស្លាប់មកបងស្លាប់នឹងពាក់មុខអាពីមកគូតឡានគេបងជួយហៅឡានពេទ្យមួយបងចានៅថ្ងៃករណីគ្រោះថ្នាក់ចរាចរណ៍ប្រិមិត្តយើងណានៅខាងផ្លូវព្រៃសរនេះគាត់ថាមួយធ្ងន់បាត់ចការបាទផ្សេងកន្លះទៅបុកឡានគេពីក្រោយបាទតោះឥឡូវចាំទីសិនយើងអរគុណដល់ចាត់ថកអរគុណឥឡូវយើងសុំបន្តរឿងគាត់បន្តិចទៀតណាព្រោះមិញគឺថាផាច់ចង់សុំលេខម្ដាយបកើតរបស់គាត់តែគាត់ថាខ្លាចម្ដាយបកើតរបស់គាត់អត់និយាយជាមួយឬក៏ខឹងអាឡូបងចាបាទហ្នឹងហើយប៉ុន្តែលោកអាចថាគាត់មានរឿងអីជាមួយប្តីនឹងគាត់ធ្លាប់មានបញ្ហាអីមួយគ្នាគាត់ខឹងគាត់អីចឹងឯងវាអាចថាអញ្ចឹងដែរបាទបងប្រហែលជាមានរឿងអញ្ចឹងហើយចុះម្ដាយបងគាត់មានប្តីថ្មីក្រោយទេគាត់អង្ហើយគាត់នៅជាមួយតបងតែខ្ញុំគាត់អត់មានទៀតទេបងអញ្ចឹងជាមួយការប្តីគាត់ការប្តីមុនហ្នឹងមិនកូនម៉ែអ្នកអញ្ចឹងពេលជាមួយតាគាត់មានខ្ញុំមួយហើយពេលមុនខ្ញុំហ្នឹងគាត់មានបងតែខ្ញុំម្នាក់គាត់ពេលមុនទៀតប៉ុន្តែគាត់បាត់ចឹងណាយល់ហើយអញ្ចឹងបងប្អូន2នាក់តែគាត់អត់ប្រាប់ដល់អញ្ចឹងដូចពិបាកដែរអត់និយាយអត់អីសោះហ្មងអ
រឿងឈ្មោះមួយគឺគាត់អត់ប្រាប់វិរមគាត់ប្រាប់ខ្ញុំតែพูดធូរសម្រាយចឹងណាបងប៉ុន្តែបងស្រីខ្ញុំគាត់ថាគាត់ជាប់ឃើញរូបថតប៉ុន្តែមិនជាខ្ពស់ណាស់ណាទេបង បើមានរូបថតឲ្យយើង ហើយ វិស័យតាញ់អសូហ៎ ម្ដាយចង់ក៏គាត់ដឹងដែរសុំទោសម្ដាយចង់ម្ដាយចិញ្ចឹមបងក៏គាត់ដឹងដែរ ចាមានប្រវត្តិបន្តនេះដែរបង ដឹងរឿងហ្នឹង ដល់អញ្ចឹងដឹងធ្វើមិនទេព្រោះថាបើទេទៅលោកខ្លាចតែគាត់ខឹងឬក៏គាត់ គាត់មិននិយាយចូល មិននិយាយចូលគាត់មានអារម្មណ៍អត់សប្បាយចិត្តដើមអញ្ចឹងណា ហើយដែរបង តោះតែព្យាយាមលួងគាត់តើឯងសាប់ព្យាយាមលួងគាត់ពេលមកខ្មែរហ្នឹង ណាស្រាប់ឃើញរឿងបោះបាត់វិញបង ខ្ញុំសុំបងតែណាផងថានិយាយថាពេលហ្នឹងក៏យកមកដៃខ្ញុំទៅមកពេញអីមានរឿងតែសម្រាប់តែប៉ុណ្្នឹងបានទេបង ទេទៅគាត់មែន គាត់ថាបើគាត់ស្ដាប់បានឬគាត់ដឹងគាត់ទៅ ចង់និយាយថាបើពុកគាត់ស្ដាប់ឬប្រហែលស្គាល់ ហ្នឹងអត់អីទេនេះបងហ្នឹងហើយបងបានផ្សាយសលេងរួចរាល់អស់ហើយតើបង ឥឡូវវិស័យតាញ់ សំឡេងបងគឺលឺទូទាំងប្រទេស លឺទូទាំងប្រទេសហ្មងហើយចាំយើងកាត់វីដេអូនេះផុសទៀត មានប្រវត្តិបន្តនេះដែរបង បាទបើគាត់លើគាត់ដឹងរឿងគាត់ទៅគាត់ថាពេលហ្នឹងមានតែគាត់ទេដែលដឹងច្បាស់ខ្លួនគាត់ចឹងណា ហ្នឹងហើយ ខ្ញុំចង់បានថាខ្ញុំបានគាត់តែចង់ថៃអីខ្ញុំអត់មានទៅចង់បានអីពីគាត់ទេបងគឺមកទឹកក៏ខ្ញុំអត់ចង់បានទេខ្ញុំចង់ឃើញមុខគាត់ហើយមិនងំគាត់ញ៉ាំអីទៅលោកគាត់ខ្វះខាតអីខ្ញុំអាចជួយគាត់បានចឹងណាបង បាទ ចិត្តជាកូនណាទោះមិនទៅទឹកដែរ ទៅបានរយៈពេលមួយអាទិត្យបង បាទមានអីទៀតបង ចាបងទៅ គាត់បងតែប៉ុណ្្នឹង តែប៉ុណ្្នឹងទេណា ខាងក្រុមបងទីខ្ញុំតែធ្វើការបដាស្ដាប់បងណា បាទអរគុណច្រើនបងអរគុណសម្រាប់ការចូលរួមអត់អីទេព្រោះបងបានផ្សាយសលេងផ្ទាល់រួចរាល់និយាយអស់ហើយអញ្ចឹងចាំវីដេអូនេះចាំយើងកាត់ផុសចូលក្នុង Facebook បន្ថែមទៀតបាទអរគុណបងអរគុណបាទហ្នឹងហើយអរគុណច្រើនបងជម្រាបលាបាទប្រិមិត្តរបស់យើងនៅថ្ងៃនិយាយទៅបើគាត់ជាឪពុកគាត់ជាសម័យខ្លួនគាត់ស្ដាប់គឺគាត់ដឹងសាច់រឿងហើយគាត់ថាជាកូនហើយមានរឿងមួយទៀតសាលាជឿមែនតែពាក្យគេនិយាយថាបងយើងឈាមរត់ទៅឈាមឲ្យតែសាច់ញាតិថាបងយើងវាដូចថាមានអារម្មណ៍ថាវាទាញតបាច់ឲ្យយើងស្គាល់គ្នាឲ្យមាននិស័យមួយគ្នាហ្មងអញ្ចឹងកាពិតបើសិនជានិយាយទៅបន្ថែមទៀតបើសិនជាម្ដាយរបស់គាត់បានលឺសាលាជឿថាកំហឹងនៃការខឹងគេហៅថាភាពជឿចាប់មួយវាតែតែមានណាជួនកាលបងយើងគឺហៅថាអាកំហឹងដែលស្រឡាញ់អ្នកណាម្នាក់ហើយបន្ទាប់មកសាប់តែគេធ្វើបាបដល់អញ្ចឹងទៅគាត់គិតឈឺចាប់ក៏ពិតមែនណាអ្នកខ្លះយើងវាថាចិត្តបកុំគួនខឹងអីអត់ទេតែឧទាហរណ៍ថាបើឲ្យជួបមុខគ្នាទៀតអត់ចាអត់ចង់ជួបអត់ចង់ដឹងអត់ចង់ឮពី តែសួរថាស្រឡាញ់តិចថាចេះគ្រូលោកខ្លាចជួបទៅនៅចិត្តទុននៅស្រឡាញ់ហីមែនទេគឺអត់ហ្មងដូចមិនតែទាំងមកធូរខំអើអានេះបើសួរថាស្អប់អត់វាមិនស្អប់ទេតែវាដូចវាជួនកាលវាអាចអញ្ចឹងតែបើសិនជាយើងស្ដាប់ទៅអ្នកមីងទៅចង់និយាយជឿអាណិតបងស្រីយណា ចាគាត់ជា អាណិតបងប្អូនគាត់ជាយាមចឹងសាលាគាត់ថាអ្នកមីងគួរតែទម្លាក់អារឿងអតីតកាលនឹងចោលទៅដូចកពិតគេនិយាយពាក្យមួយថាយើងមិនអាចរស់នៅជាមួយនឹងអតីតកាលទៀតទេ យើងក៏មិនអាចស្ពាយទៅ យើងក៏មិនអាចស្ពាយព្រោះអានៅបើវាចូលថា30ឆ្នាំជាងហើយត្រូវអត់ទេចឹងអ្នកមីងគិតថាដើម្បីឲ្យកូនណាបើសិនជាសាលាគឺនិយាយមែនអានេះទោះមិនក៏ត្រូវប្រាប់ហ្មងកូនគេឲ្យគេកូនឯងធ្វើមិនធ្វើទៅហើយក៏ប៉ុន្តែឥឡូវដូចយើងនិយាយថាដូចគេនិយាយថាពាក្យឪពុកបង្កើតម្ដាយបង្កើតទៅអត់មានអ្នកណាអាចជំនួសបានទេអត់មានអ្នកណាអាចជំនួសបានទេបងប្អូនបើយើងឥឡូវយើងឃើញថាឪពុកម្ដាយខ្លះដល់ថ្នាក់អញ្ចែកបងប្អូនគាត់លែងលះគ្នាហើយតែពេលកូនមានកម្មវិធីសាលាឬក៏មានកម្មវិធីអីសុខចិត្តទៅគេទៅជួបជុំគ្នានឹងហើយជួនកាលប្រពន្ធឈឺចាប់ទៅថាលើប្តីនឹងមានស្រីពីនេះតែត្រូវតែប្រឹងធ្វើដើម្បីកូនអានឹងការលះបង់បែបហ្នឹងអញ្ចឹងដូចគ្នាដែរសាលាជឿថាបងស្រីគាត់មានបំណងប្រាថ្នាមួយអញនិយាយថាបំណងប្រាថ្នាធំបំផុតក្នុងជីវិតរបស់គាត់តាមម្ដងក៏បានដែរគឺការញ៉ាំបាយជុំគ្នា3នាក់ជាមួយពុកម្ដាយកូនអញ្ចឹងណាយើងសួរថាពេលវេលាល្អអញ្ចឹង10ឆ្នាំមានប៉ុន្មានដង10ឆ្នាំមានប៉ុន្មានដងស្មាតទោសបើសិនជាអ្នកមីងគាត់នៅតែរឹងតឹងឧទាហរណ៍ថាឥឡូវមិនម៉ែឧទាហរណ៍យើងមិនមែនទៅដាក់ធានាអីមិនទេជលពូគាត់ផុតអីមិនទៅស្មាតទោសហើយយកបាយមកថាគាត់នឹកនាដល់កូនស្រីគាត់ដែរហើយលើកបាយមកថាទៅសែនហើយយើងសួរថាពេលហ្នឹងមានន័យអីទៀតគាត់មានដឹងលឺអីទៀតត្រូវអត់ចាបើគាត់ស្លាប់ទៅបាត់ហើយគាត់មានដឹងលឺអីទៀតអញ្ចឹងបើស្ដាប់មើលទៅគាត់ថាបើម្ដាយចិញ្ចឹមបើគាត់បើដឹងក៏គាត់ប្រាប់ហើយតែគាត់ថាគាត់ពិតជាអត់ដឹងមែនម្ដាយចិញ្ចឹមហ្នឹងណាតែគាត់ថាព័ត៌មានដែលដឹងហ្នឹងគឺនៅលើម្ដាយបកើតតែម្ដាយបកើតបើគាត់ហ្នឹងគឺអត់ហ្មង
ហាក់អត់ប្រាប់ហ្មងហើយនឹងគាត់ស្អប់គ្នាខឹងគ្នាមានគំនុំ គំនុំអីយ៉ាងម៉េចអញ្ចឹងណាបងប្អូនយើងគាត់អត់ប្រាប់ហ្មងហើយខែក្រោយហ្នឹងគាត់ត្រូវមកខ្មែរយើងហើយមកពីអាទិត្យហើយគាត់ពិតជាចង់ជួបចង់អីនេះថាជួបគ្នាម្ដងអីអញ្ចឹងណា អាចថាបើថាបាយជុំមួយម្ដាយអាចថាត្រឹមជួបតែឪពុក ជួបតែឪពុកគាត់អាចចិត្តដែរ បានបាយជុំគ្នាមួយពេលអីចឹងណា ហ្នឹងហើយទឹកចិត្តកូនទឹកចិត្តឪពុកអីអញ្ចឹងគាត់មិនប្រកាន់ថាមានគ្រូសាមានអីសាឡាជឿថាគាត់លាក់អញ្ចឹងណាលោកពូហ្នឹងណានៅនេះទេ នៅរស់ នៅទេហើយសុខភាពរឹងមាំទៀតអិនគាត់ប្រាប់គាត់ដឹងហើយប្រកាសជាដឹងថាមិនស៊ូមានប្រពន្ធមានអីនៅណានៅអីទៀតសាឡាជឿអញ្ចឹងមកគាត់ប្រាប់ដាច់ខាតសោះនោះចឹងហ្មងដឹងតែចាច់អញ្ចឹងហ្មងបាទតោះអូខេអរគុណច្រើនមកប្រិមិត្តរបស់យើងអញ្ចឹងមាន